สาขาមួយមានការតបស្នងយឺតសាខាមួយទៀតមានការពិបាកស្របតែការិយាល័យកណ្ដាលហើយការគ្រប់គ្រងសុវត្ថិភាពមិនមានការស្របគ្នានៅគ្រប់ទីតាំងសម្រាប់អាជីវកម្មដែលកំពុងរីកចម្រើនបញ្ហានេះកាត់ឡើងញឹកញាប់ហើយអាចនាំឲ្យមានដនថែមការ support យឺតយ៉ាវនិងមានហានិភ័យខ្ពស់ជាងមុនដូច្នេះតែយើងអាចឲ្យគ្រប់ទីតាំងភ្ជាប់គ្នាដោយសុវត្ថិភាពនិងងាយស្រួលក្នុងការគ្រប់គ្រងដោយមិនបន្ថែមភាពស្មុគស្មាញបាននឹងដូចម្តេចសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Tech Friday Season 3សួរអ្នកទាំងអស់គ្នាខ្ញុំបាទសំលីជា Senior Business Development នៅក្នុង Process Solution ចឹងថ្ងៃនេះដែរខ្ញុំមាន topic និយាយអំពី Challenge across multi-brand environment នៅពេលដែលអាជីវកម្មរីកចម្រើនច្រើនទីតាំងឬមួយក៏ច្រើនសាខាការគ្រប់គ្រងផ្នែក IT គឺកាន់តែពិបាកជាពិសេសនៅពេលទីតាំងនីមួយៗត្រូវបានគ្រប់គ្រងខុសៗគ្នាខាងក្រោមនេះជាបញ្ហាដែលជួបប្រទះញឹកញាប់បំផុតទី1 inconsistent network performance បានន័យថាទីតាំងខ្លះមានដំណើរការល្អសម្រាប់ទីតាំងខ្លះទៀតមានភាពរអាក់រអួលដែលប៉ះពាល់ productivity និងបទពិសោធន៍អតិថិជនទី2 difficult remote support បានន័យថា IT team មិនអាចទៅគ្រប់ទីតាំងក្នុងពេលតែមួយបាននោះទេដូច្នេះការដោះស្រាយបញ្ហានឹងមានភាពយឺតយ៉ាវហើយចំណាយខ្ពស់និងពិបាកពង្រីកនៅពេលក្រោយនិងទី3ចន្លោះខ្វះខាតនៅប្រព័ន្ធសុវត្ថិភាពទៅតាមទីតាំងការិយាល័យកណ្ដាលអាចមានសុវត្ថិភាពខ្ពស់ក៏ប៉ុន្តែការគ្រប់គ្រងសុវត្ថិភាពនៅតាមសាខាអាចនៅមានកម្រិតហើយវាអាចបង្កើតហានិភ័យសម្រាប់អាជីវកម្មទាំងមូលដើម្បីដោះស្រាយបញ្ហាទាំងនោះបានជំហានដំបូងគឺការគ្រប់គ្រងជារួមក្រុម IT របស់អ្នកនៅកន្លែងតែមួយសម្រាប់គ្រប់គ្រងត្រួតពិនិត្យនិង support ឲ្យមានប្រសិទ្ធភាពជាងមុនវាជំនួសឲ្យការគ្រប់គ្រងគ្រប់សាខានីមួយៗដែលដាច់ដោយឡែកហើយក្រុមការងាររបស់អ្នកអាចធ្វើការពី platform តែមួយដែលមាន visibility ល្អជាងមុនជាមួយនឹងការឆ្លើយតបលឿនជាងមុនការគ្រប់គ្រងតាមប្រព័ន្ធ Cloud Managed Networking ទទួលបានការមើលឃើញជាក់ស្ដែងគ្រប់សាខានៅលើ dashboard តែមួយដើម្បីរកបញ្ហាបានមុននិងដោះស្រាយបញ្ហាបានលឿនជាងមុនមួយទៀត Centralized Configuration and Support Apply Update ដោះស្រាយបញ្ហានិងរក្សាភាពស្តង់ដារនៅគ្រប់ទីតាំងដោយមិនចាំបាច់រងចាំទៅដល់ទីតាំងរាល់នោះទេនិងចុងក្រោយ Standard Security Policy រក្សាការការពារឲ្យមានភាពស្របគ្នានៅគ្រប់ទីតាំងដើម្បីកុំឲ្យសាខាណាមួយមានការការពារខ្សោយដែលអាចក្លាយជាហានិភ័យធំសម្រាប់អាជីវកម្មដូចនេះជាលទ្ធផលយើងទទួលបានការ support លឿនជាងមុនការគ្រប់គ្រងល្អជាងមុននិង IT team ដែលអាចរីកចម្រើនទៅតាមអាជីវកម្មបានយ៉ាងមានប្រសិទ្ធភាពប៉ុន្តែការគ្រប់គ្រងដ៏មានប្រសិទ្ធភាពមិនទាន់គ្រប់គ្រាន់នោះទេអ្នកក៏ត្រូវការការតបស្នងដ៏មានសុវត្ថិភាពនិងអាចទុកចិត្តបានរវាងការិយាល័យកណ្ដាលនិងសាខាទាំងនោះផងដែរទី1 VPN ការតបស្នងទីតាំងនិងអ្នកប្រើប្រាស់ឲ្យមានសុវត្ថិភាពតាមរយៈ encrypted communication ដើម្បីជួយការពារទិន្នន័យសំខាន់ៗរបស់អាជីវកម្មទី2បច្ចេកវិទ្យា SD-WAN បង្កើនប្រសិទ្ធភាពដោយការបញ្ជូនទំនិញដោយស្វ័យប្រវត្តិទៅតាមការតបស្នងដែលល្អបំផុតនិងទី3 redundancy and failover នៅពេលដែលការតបស្នងមួយផ្អាកការតបស្នងបំរុងនឹងជួយឲ្យមានប្រតិបត្តិការឡើងវិញហើយមានការរំខានតិចតួចបំផុតក្នុងការអនុវត្តជាក់ស្ដែងវាបានន័យថាយើងមានការរំខានតិចជាងមុនការការពារខ្លាំងជាងមុននិងបណ្ដាញមួយដែលយើងអាចទុកចិត្តបានរាល់ថ្ងៃដើម្បីគ្រប់គ្រងយុទ្ធសាស្ត្រនេះអាជីវកម្មជាច្រើនតែងតែបញ្ចូលគ្នានៅបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពដើម្បីធ្វើឲ្យការគ្រប់គ្រងកាន់តែងាយស្រួលបង្កើតភាពរឹងមាំនិងពង្រឹងសុវត្ថិភាពហើយនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់នៅ Cisco Meraki Solution ដែលសមស្របសម្រាប់អាជីវកម្មដែលមានច្រើនទីតាំងនិងមានតម្រូវការគ្រប់គ្រងតាម Cloud ហើយងាយស្រួលក្នុងការដំឡើងនិងអាចមើលឃើញពេញលេញនៅគ្រប់សាខាប៉ុន្តែគឺបង្កើតបណ្ដាញដែលមានច្រើនទីតាំងឲ្យមានភាពងាយស្រួលជាងមុនសុវត្ថិភាពជាងមុននិងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរីកចម្រើនបើសិនបើការគ្រប់គ្រងអាជីវកម្មច្រើនទីតាំងរបស់អ្នកកំពុងបង្កើតភាពស្មុគស្មាញនៅ Process Solution យើងបានជួយអតិថិជនដែលមានភាពស្មុគស្មាញទៅលើការគ្រប់គ្រងអាជីវកម្មនិងបានដោះស្រាយបញ្ហាទាំងនោះដោយមានប្រសិទ្ធភាពនិងប្រតិបត្តិការល្អជាងមុនបើសិនបើអ្នកកំពុងមានផែនការក្នុងការពង្រីកអាជីវកម្មឬកែលម្អការតបស្នងតាមសាខាឲ្យបានល្អជាងមុនអ្នកទាំងអស់គ្នាអាចតាក់ទងមកកាន់ Process Solution សម្រាប់ការពិគ្រោះយោបល់ដែលឥតខ្ចីអំពីការរៀបចំដែលសមស្របទៅតាមអាជីវកម្មរបស់លោកអ្នកជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ